Sống chôn rướng, thmát bọc đầm rì so. Cál pi prey nhảy, miến sdạch thmát mùi, miến puộc bol bò rì va chỉ tràn, asrai nực nâng prey pnum. Dục mùi, sdạch thmát nó, đếc tới yul sập bên khơi thá, bán chắp sdạch đầm rì so.ពួកសេនារេហពលក៏ហៅសំដៅទៅលំនៅស្ដេចដំរីសនោះដល់ហើយក៏ស្រែកហៅស្ដេចដំរីថាបងដំរីម្ចាស់យើងឲ្យហៅបងដំរីឯងទៅឯលំនៅយើងយ៉ាងឆាប់ដោយម្ចាស់យើងយល់សុបិនថាបានស៊ីសាច់ដំរីឯងដំរីឮដូច្នោះក៏ភ័យញ័រឥតឧបមាយំបណ្ដាលាប្រពន្ធកូននឹងពលសេនាបណ្ដាដើម្បីទៅតាមពលថ្មាតតាមបញ្ជារបស់ស្ដេចថ្មាតលុះមកដល់កណ្ដាលផ្លូវបានជួបនឹងសុភាទន្សាយសាយក៏សួរទៅស្ដេចដំរីថាយើបងដំរីទៅណាមកណាក៏រលាស់រលាំងថែមចាំងយំសស្រាក់យ៉ាងនេះដំរីឆ្លើយថាអោបងសុភាអើយស្ដេចថ្មាតគេយល់សុបិនឃើញថាបានស៊ីខ្ញុំឥឡូវនេះខ្ញុំទៅឲ្យគេស៊ីខ្ញុំហើយទន្សាយឆ្លើយថាយើបងដំរីរូបប៉ុនបងឯងមិនដេចសុកចិត្តទៅឲ្យអាសត្វថ្មាតស៊ីទទេយ៉ាងនេះចាំខ្ញុំជួយដោះទុកបងឯងឲ្យរួចរកបានស្ដេចដំរីបានឮដូច្នោះមានចិត្តត្រេកអរណាស់ក៏ហៅទន្សាយឡើងជីកលើខ្នងដើរសំដៅទៅលំនៅស្ដេចថ្មាតលុះឃើញដំរីដើរមកដល់ហើយស្ដេចថ្មាតអរញញឹមញញែមរួចនិយាយទៅកាន់ដំរីថាបងដំរីមកដល់ហើយយើងត្រីស៊ីបងឯងក្នុងថ្ងៃនេះព្រោះយើងយល់សុបិនឃើញថាបាំងស៊ីសាច់ដំរីឯងនៅពេលដែលដំរីជួបនឹងស្ដេចថ្មាតនោះទន្សាយធ្វើពុតជាដេកលក់លើខ្នងដំរីស្ដេចថ្មាតក៏ស្រែកទៅកាន់ទន្សាយថាណែបងសុភាម៉េចមកដេកលក់លើខ្នងដំរីដូច្នេះចុះចេញឲ្យឆាប់យើងនឹងស៊ីដំរីឥឡូវនេះទន្សាយឆ្លើយថាឈប់កុំអាវសិនបងនិយាយជាមួយដំរីដូចម្ដេចខ្លះអំបញ្ញមិនយើងមិនបានស្ដាប់ព្រោះរវល់តែងួយពេកស្ដេចថ្មាតឆ្លើយថាយើងយល់សុបិនឃើញថាបានស៊ីសាច់ដំរីទន្សាយថាមែនហើយអំបញ្ញមិញខ្ញុំដេកលក់មួយផាំងតែយល់សុបិនថាបានស្រឡាញ់ប្រពន្ធស្ដេចថ្មាតឯងស្ដេចថ្មាតឆ្លើយថាយើបងសុភាយើងមិនត្រូវការឲ្យប្រពន្ធយើងទៅបងសុភាឯងទេទន្សាយថាបើបងឯងមិនអោយការយល់សុបិនរបស់បងថ្មាតឯងក៏អត់បានការអ្វីដែរដំរីក៏ខ្ញុំមិនអោយបងថ្មាតឯងស៊ីដូចគ្នាថ្មាតក៏ខានបានស៊ីសាច់ដំរីដោយកាន់កលឧបាយសុភាទន្សាយដំរីក៏វិលទៅលំនៃខ្លួនវិញទៅទន្សាយក៏បោចូលព្រៃទៅបាត់ដែរសូមអរគុណពុកម៉ែបងប្អូនដែលតាមដានរឿងតាំងពីដើមរហូតដល់ចប់